លោក Volodymyr Zelensky ស្នើសុំឲ្យលោក Donald Trump ចាប់ខ្លួនលោក Vladimir Putin ដោយអ្វីដែលលោកប្រធានាធិបតីអាមេរិកកាំងរូបនោះបានធ្វើដាក់លោក Nicolas Maduro ដែរនៅក្នុងសន្និសីទជុំវិញផែនការសន្តិភាពរុស្ស៊ីអ៊ុយក្រែនដែលធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះក្រោយការចាប់ខ្លួនលោក Nicolas Maduro លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនបានមានប្រសាសន៍ថាបើដឹងថាមានតែវិធីនេះទេដែលអាចកម្ចាត់ជនផ្ដាច់ការបានដូច្នេះខ្ញុំគិតថាសហរដ្ឋអាមេរិកដឹងថាត្រូវធ្វើរបៀបម៉េចហើយលោក Zelensky បានស្នើឲ្យលោក Donald Trump រៀបគម្រោងចាប់ខ្លួនលោក Putin ដូចលោក Maduro ដែរដើម្បីបញ្ចប់របបផ្ដាច់ការមូស្គូចោលតែម្ដងយ៉ាងណាមិញការលើកឡើងរបស់លោក Zelensky នេះមិនមែនជាលើកដំបូងទេខណៈកាលពីឆ្នាំ2023កន្លងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក៏បានចេញដីកាឃាត់ខ្លួនលោក Putin ដែរដោយចោទប្រកាន់លោកពីបទបង្កឧក្រិដ្ឋកម្មសង្គ្រាមប៉ុន្តែត្រូវបានលោក Dmitry Medvedev ដែលជាមនុស្សចំណិតរបស់លោក Putin ចេញមកប្រតិកម្មចំថាប្រទេសណាក៏ដោយឲ្យតែហ៊ានអនុវត្តនៃការចាប់ខ្លួនលោក Putin ស្មើនឹងប្រកាសសង្គ្រាមជាមួយរុស្ស៊ីពេញលេញតែម្ដងដូច្នេះវាមានគ្រីមឡាំងមានសិទ្ធិធ្វើការឆ្លើយតបដើម្បីការពារខ្លួននៅពេលនោះលោក Medvedev បានលើកយកឧទាហរណ៍ថាប្រសិនបើអាល្លឺម៉ង់ចង់ចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីដោយខុសច្បាប់ពេលនោះមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររាប់ពាន់គ្រាប់នឹងស្រោចសម្ដៅទៅលើការិយាល័យរបស់អធិការបតីអាល្លឺម៉ង់ជាក់ជាមិនខានហើយលោកមិនហ៊ានស្រមៃពីទស្សនវិជ្ជានៅពេលនោះឡើយ